Hello សួស្តីអ្នកគ្នាចឹងបាទពុកនេះមានគ្នាយើងដែលគេធ្លាប់រៀនពីមុនហើយគេចង់មើលការគូឡើងវិញបាទហើយគ្នាយើងដែលរៀនអត់ទាន់ដល់យើងសាកគូមើលថាអាចគូបានអត់ចឹងឥឡូវមុននឹងគូហ្នឹងយើងដាក់វាជា 3D សិនបាទហើយការដាក់ជា 3D នេះមានកន្លែងនេះ1កន្លែងនេះ2ហើយកន្លែងនេះ3ហើយនឹង view នេះទៀតបាទ view បាទហើយ 3D ហើយ step view នេះហើយចំណែក 3D tour នេះបាទ 3D tour នេះយើងនិយាយទូទៅយើងអត់មាននេះហើយនឹង visualize នេះបាទយើង right click វា show tab យើងឃើញនៅ 3D tour និង visualize បាទសម្រាប់អ្នកស្រីចាស់កន្លែង visualize នេះវាឈ្មោះថា render អញ្ចឹងឥឡូវយើងមកដាក់វាជា 3D យើងចុចកន្លែងនេះក៏បានជ្រុងនេះឬក៏យើងយក top SW isometric បាទបន្ទាប់ពីយើងយក SW isometric ហើយយើងដូរនេះទៀតបាទកន្លែងនេះគេហៅ visual style control បាទយើងចុចលើវាយើងយក set with edge បាទអញ្ចឹងឥឡូវមុននឹងយើងគូ Z enter A enter វា zoom មកយើងមួយសិនZ enter A enter អញ្ចឹងឥឡូវយើងមកមើលរូបនេះទាំងអស់គ្នាបាទអញ្ចឹង39បូក7វា7 2ដង14បាទយកកាសូ7 2ដង14 39បូក14ស្មើ53បាទ7 2ដង14បូក39 53អញ្ចឹងអានេះ26ហើយកម្ពស់វាគឺ21បូកជាមួយ5បាទអញ្ចឹងយើងមាន53 26 26បាទអញ្ចឹងឥឡូវចាំមើលខ្ញុំធ្វើមិនខ្ញុំប្រើ box បាទ box enter បាទបន្តមកទៀតខ្ញុំ click មួយបាទចាំឲ្យវាដាស់សិនបាទឥឡូវ box enter box enter click មួយ shift លេខ2បាទ shift លេខ2វានឹងទៅតាម ax បាទវាយក ax ជាគោលអញ្ចឹង shift លេខ2 x 53 26 បាទ enter អញ្ចឹងចេញប្រអប់មួយនេះបាទបើពេលណាគេអត់សូវស្ទាត់គូតាមអាហ្នឹងយើងអាចគូចេះក៏បានយើងគូ PL ក៏បាន L ក៏បានដែរឥឡូវ L ធម្មតា L enter បាទនេះខ្ញុំដាក់ M8 នេះម៉ាន53 enter មកនេះម៉ាន26 enter តបមកបាទនេះវិញ1 2បន្ទាប់មកជាន់វា J enter បន្ទាប់មកយើងប្រើ REG បាទនេះ region នេះ REG បាទ REG enter ចុចទៅលើយើងបានជាន់នឹងហើយ enter បន្ទាប់មក extrude EXT enter ចុចអានេះ enter ដល់វាខ្ពស់មកមិញបាន26បាទអញ្ចឹងឥឡូវរូបគេផ្អៀងទៅខាងនោះបាទខ្ញុំគូផ្អៀងទៅខាងហ្នឹងឲ្យយើងមើលឲ្យស្រួលនេះខ្ញុំចុចកន្លែងនេះបាទនេះអញ្ចឹងឥឡូវយើងមើលទៀតតោះមកយើងឃើញនៅកន្លែងនេះ5បាទកន្លែងនេះ5ហ្នឹងយើងធ្វើមិនអានេះមានប្រដេកអញ្ចឹងខ្ញុំធ្វើអញ្ចឹងឥឡូវខ្ញុំយកម្ដងនេះ 3D tour បាទដូច5មិញអញ្ចឹង right click 3D tour តបមកខ្ញុំចុចទៅលើ line នេះវាឲ្យទាំងអស់អញ្ចឹងអានេះខ្ញុំយក filter ខ្ញុំយកពាក្យថា edge ឬក៏ឥឡូវខ្ញុំគូ line មួយសិន L enter គូកន្លែងនេះបាទអញ្ចឹងឥឡូវ OS enter ខ្ញុំបើក snap វាអស់ select all 3D select all អូខេតបមក L enter ខ្ញុំដាក់ចំកណ្ដាលបាទបើវាចេះតែរត់ចំកណ្ដាលយ៉ាងទេយើងវាយ MID enter អញ្ចឹងវាចាប់តែចំណុចកណ្ដាលលេខបាទនេះម៉ានមកនេះធំអញ្ចឹងបាទដាក់ដៃឲ្យហួសអញ្ចឹងមក5 enter បាទបន្តមកទៀតខ្ញុំយកនេះ filter edge បាទឲ្យវាជ្រុងបាទយ៉ាងចាប់តែជ្រុងយ៉ាងនេះហើយមាននេះខ្ញុំទាញវាទៅចេះបាទ
ឲ្យដាក់អបឡៃហ្នឹងអញ្ចឹងអានេះព្រោះវាពិបាកវាយើងងកន្លែងអត់ឃើញអញ្ចឹងទេយើងវាយ END enter បានន័យថាចំណុចចុងចំណុចគល់របស់វាបាទអញ្ចឹងឥឡូវយើងបានរូបនេះខ្ញុំលុបបន្ទាត់ខ្ញុំបញ្ចោតនឹងចោលបន្តមកទៀតខ្ញុំមើលរូបនឹងទៀតមានអីគេបាទមានកលៈនេះឥឡូវយើងបានអាដេកនេះហើយបាទវាមានអានេះប្រហែលយើងមើលកម្ពស់វា 16.7 ខ្ញុំអត់ខ្វល់ថានេះចេញប្រហែលទេខ្ញុំយកតែបច្ឆោ 16.7 ទៅហើយកម្លានចេះ 7 អញ្ចឹងឥឡូវយើងចាំខ្ញុំគូនអស់គ្នា enter បើវាប្រហែលអញ្ចឹង END enter ឲ្យវាចាប់ snap ឲ្យតែចំណុចចុងទេប្រហែល 16.7 enter អញ្ចឹងអានេះវាទៅចេះវាទៅអញ្ចឹងឲ្យវាទៅសិនណាឲ្យវាទៅឲ្យផុតចឹងសិនក៏បានដែរតមកបានយើងគូអានេះXL enter END ទៀតមក END enter ចាប់ឡើងឲ្យជាប់ឲ្យវា END មួយទៀត END enter ឲ្យវាយើងចង់បានបន្ទាត់ឲ្យវាស្របមកនេះបាទឥឡូវខ្ញុំយកនេះមកបាទ enter បាទខ្ញុំ enter ទៅកន្លែងនេះបន្តមកទៀតខ្ញុំកាត់ TR enter ចុចអានេះ enter ចុចអានេះ enter ចុចអានេះព្រំដែនរបស់វាចុចអានេះបាទ TR enter ទៀតចុចអានេះបាទអានេះតមកទៀតខ្ញុំធ្វើអីគេជាន់វា J enter ឥឡូវវាជាន់ហើយ REG enter ចាក់ផ្ទៃវាបាទ enter បន្តមក extrude នេះមួយនេះបាទយើងកុំឆ្ងល់តាមមកពីណានេះមកពី EXT enter បាទនេះ enter មិញប្រមាណ 7 បាទ 7 enter អញ្ចឹងនេះ 7 នេះអញ្ចឹងឥឡូវយើងទៅទៀត enter ខ្ញុំយកវាពីពិបាកចាប់ចំណុចទៀត END enter END បានន័យថាចំណុចចុងខ្ញុំយកមកដាក់ឡើងនេះបាទអញ្ចឹងទៀត END enter មួយទៀតបាទនេះអញ្ចឹងវាចាប់តែចំណុចចុងនេះមិនបានខ្ញុំវាយ END ហ្នឹងនេះមកពីនេះ OS enter នេះ end point មានន័យថាអានេះក៏ជា comment ដែរ EXT INS END នេះពីមុនយើងប្រើ TAN នេះអញ្ចឹងឥឡូវអូខេបន្តមកទៀតខ្ញុំ mirror វាមកនៅខាងនេះបាទលាវា MI enter នេះចុចចំចំណុចកណ្ដាលហ្នឹងបាទคลิกមួយ enter អញ្ចឹងឥឡូវយើងបានឆុងមកខាងទៀតបន្ទាប់ពីយើងបានឆុងមកខាងទៀតនេះអានេះយើងត្រូវការឲ្យវាកាត់ប្រឡោះចេះមិន11បាទ11ហើយកម្ពស់វា5អញ្ចឹងចាំមើលខ្ញុំគូមិនខ្ញុំគូចេះ enter 11 enter បាទគូឲ្យវែងអញ្ចឹងណាទៅវិញ11 enter ចិត្តវាជាន់វាទៅ J enter បន្តមកទៀតខ្ញុំប្រើ REG enter ចាប់ផ្ទៃវាបន្តមក EXT enter ចុចលើវា enter ទាញឡើងលើបាទទាញយើងទាញឲ្យខ្ពស់ក៏បានយើងទាញតែ5ក៏បានលើខ្ញុំទាញឲ្យខ្ពស់មើលខ្ញុំធ្វើមួយទៀតបន្ទាប់មកខ្ញុំ enter ហើយយកចំណុចចុងមួយដាក់ឲ្យចំចំណុចចុងនេះហើយវាពិបាកយើងកុំទាន់คลิกយើងវាយ comment END enter ឲ្យវាចាប់ snap សិនបាទអញ្ចឹងបន្ទាប់មកខ្ញុំ move វាទៅក្រោយបន្តិចដើម្បីបាទឲ្យវាកាត់ស្អាតបន្ទាប់មក enter តម្លាក់វាចុះក្រោម5បាទ5 enter បន្ទាប់មកខ្ញុំ mirror វា MI enter យកមកដាក់ខាងនេះមួយទៀតបាទអញ្ចឹងឥឡូវខ្ញុំបានរូបនេះហើយបន្ទាប់មកខ្ញុំធ្វើអីគេខ្ញុំ substress បានន័យថាចោះវានេះ substress បាទអញ្ចឹង substress ហ្នឹងយើងចុចរូបនេះក៏បានឬក៏អក្សរ2ខាងមុខហ្នឹង SU enter ចុចអារបស់ដែលគេចោះបាទដែលគេនឹងត្រូវចោះវាហ្នឹងចុចវាទៅ enter បន្ទាប់មក
ចុចអារបស់ដែលចោះគេបាទពីនេះ enter នេះឥឡូវចេញហុកហ្នឹងបាទអញ្ចឹងឥឡូវយើងសាកមើលហុកហ្នឹងមិនបានខ្ញុំថារបស់គេចោះអីចឹងបាទនេះយើងមើលលេខ1លេខ2បាទបន្តមកទៀតខ្ញុំចាញ់វានេះអានេះវា3ផ្នែកមួយផ្នែក2ផ្នែក3ផ្នែកឥឡូវខ្ញុំចាញ់វាខ្ញុំ select ទាំងអស់ហើយខ្ញុំយក new ញៀនបាទឬក៏ UNI បាទយើងវាយ comment UNI ក៏បានដែរយើងឃើញពណ៌2ខុសគ្នាប្រភេទហើយនឹងបៃតងក្រោយយើងធ្វើ comment ហ្នឹងហើយទៅក្រហមរបស់គ្នាចឹងចុចអាហ្នឹងយកមកបន្ទាប់មក1 2បាទនេះអានេះមកទៀត3 enter ឥឡូវវាចូលគ្នានេះបាត់ស្នាមហ្នឹងចឹងបន្ទាប់មកទៀតអានេះវាមានប្រហោងកដាលនេះបាទប្រហោងកដាលនេះប្រមាណអញ្ចឹងឥឡូវយើងដឹងថាប្រវែងដេកវា17ប្រវែងដេកវា17បាទអញ្ចឹងខ្ញុំគូឲ្យហើយPL ហ្មង PL enter ក៏បានដូចគ្នា17 enter មកចេះ17 enter មកចេះ17 enter បាទអញ្ចឹងយើងឃើញកន្លែងនេះកម្ពស់វា7បាទកម្ពស់វា7ចាំមើលខ្ញុំធ្វើម៉េចបាទកម្ពស់ឥឡូវខ្ញុំចាញ់វាសិន J enter បាទឥឡូវកម្ពស់វា7 L enter នេះដាក់ចំកណ្ដាលនេះមក7 enter បន្តមកទៀតខ្ញុំ move វាទៅដាក់ចំកណ្ដាលហើយ M enter នេះដាក់ចំកណ្ដាលឡើងនេះហើយព្រោះវានឹងនៅកណ្ដាលហ្នឹងបាទហើយខ្ញុំ move វាមកវិញ M enter បាទខ្ញុំ move ទៅកណ្ដាលហ្នឹងខ្ញុំគ្រាន់ចង់ឲ្យវានៅកន្លែងកណ្ដាលនេះបន្ទាប់មកខ្ញុំធ្វើអីគេខ្ញុំចាក់ផ្ទៃឲ្យហើយឬក៏តន់ក៏បានដែរឥឡូវខ្ញុំនេះខ្ញុំដូរពណ៌វាដើម្បីស្រួលមើលខ្ញុំដាក់វាពណ៌ក្រហមបន្ទាប់មកទៀតយើងចាប់ផ្ដើមalign វាបាទ 3DAL select យកវា 3DAL enter បាទខ្ញុំចុចកន្លែងនេះមួយបាទបន្ទាប់មកខ្ញុំចុចកន្លែងនេះមួយបន្ទាប់មកខ្ញុំចុចវាឡើងលើឲ្យត្រង់បាទហើយយើងយកទៅដាក់វាកន្លែងថ្មីបាទនេះកណ្ដាលនេះមួយបន្ទាប់មកកណ្ដាលមួយនេះបាទបើវាមិនបាក់ចាប់ MID enter បានន័យថា mid point បាទនេះហើយយើងដាក់ឡើងលើត្រង់ហ្នឹងទៅបាទឥឡូវហើយនេះបាទអញ្ចឹងឥឡូវខ្ញុំធ្វើការ select យកវានៅក្នុងនោះនេះខ្ញុំ select ចេះបាទខ្ញុំយកទៅបន្ទាត់ខាងក្នុងនេះបាទមក M enter យកវាចេញមកក្រៅមកបាទបន្ទាប់មកយើងធ្វើអីគេទៀតខ្ញុំធ្វើអានេះខ្ញុំធ្វើបន្ទាត់ប្រយោលវា L enter បាទមកចេះមកបាទខ្ញុំ copy អានេះ CO enter CO enter គោលបំណងយើងគឺចង់បានចាក់តកោនកែងប្រឈរមិនចាក់តកោនកែងបដិទេបាទ enter ចុចចុះក្រោមចេះខ្ញុំប៉ានេះតិចបាទនេះកន្លែងនេះតបមកប៉ានេះតិចប៉ានេះតិចចុះឬក៏យើង copy នេះទៅក៏បានដែរ CO enter នេះបាទហើយ L enter ភ្ជាប់មកបាទ L enter មួយទៀតឥឡូវខ្ញុំលុបអានេះចោលវិញបាទបន្តមកទៀតខ្ញុំចាញ់វា J enter REG enter ចាក់ផ្ទៃវា enter EXT enter បាទ extrude វានេះចេះមកបន្ទាប់មកខ្ញុំ select យកវា M enter ដាក់វាចំកណ្ដាលចេះមកបាទបន្ទាប់មកទៀតធ្វើអីគេ SU បាន substrate បាទយក 3D tool នេះមកឥឡូវយក substrate នឹងត្មងអានេះរបស់ដែលគេចោះ enter click របស់ដែលចោះគេ enter នេះឥឡូវរូបហ្នឹងហើយឯងបាទអញ្ចឹងឥឡូវយើងគូអានេះយើងដាក់ dimension ដាក់មិនបាទអញ្ចឹងឥឡូវសម្រាប់ការដាក់ dimension DAL enter បាទalign dimension តែនេះយើងវាយតែចំចំណុច TND enter បាទនេះកន្លែងនេះចុចចំចំណុចតែ TND enter ចេះបាទអញ្ចឹងយើងឃើញ dimension ហ្នឹងវាចេញរាងចេះប៉ុន្តែក្នុងការវាស់កន្លែងនេះយើងវាស់ប្រឆោតបាននេះចាំមើល DAL enter បាទមកកន្លែងនេះវាអត់ចេញទេបាទអញ្ចឹ
chứng đồng bay bò cái nông đi tam là việc thòm đa ní dương phơi vị thì anh ấy cái nông ca bò ní bò ban tầm mơ mà rồi theo mà phải muối bò mà phải bằng muối việc đầy đi ở enter bạn này muối bị bạn phải bằng muối bên này chân là lấy đọc p mà phải muối mà đòn đi ở enter và dương vay mà phải muối vô một phải muối enter ní nhưng mình bò té còn ta chỉ đặt cả đặt bằng hai ghi chân trẻ và to một tiết nhưng ta lọc bia tên đi món nhưng ta lọc bia ở bị trồ một chân mình phở ní lấy đầu vía ở enter bạn này ta align bạn này first source bạn này ta tỉ tăng cái lạnh ní và bắt đầu máu first destination tỉ tăng để dưỡng trong vô tự đặt và muối bắt đầu một tiết second và bỏ đám và bắt một tiết second là bỏ một tiết và bắt đầu một tiết search và chế mình tập đi nó chứ enter vô một tới bắt đầu một tiết scale objects based on align bên này thá align point lại những dương bà chế no mong bà scale ở việc bên smart thông đá dương xong thì bạn hãy dương khơi đi so nó viên chèn vì ở đây tình chân và ở phía bỏ kê nâng chế anh ấy kêu bỏ không 3D và tiết anh ấy dương bỏ không 3D đá phần tay bỏ tao là việc thông đá anh ấy kêu bỏ tam là việc một sinh tiết nhưng mà phép tiết và chẳng là lấy nhóm phở đi enter và nhóm vô modify nhóm vô cái lạnh biệt thích ní nhóm vô thá thích ní và ní vertical ní đã thá center và chẳng ở viện nữ cái đá boss nhà và toát ní ok set current close và chẳng viên nữ cái đá ní có viên nữ cái đá hơi mẹp ca đã để mình sân và cho ní nè ngồi cái này cơ việc ở đây chẳng tạm bích đạo vị thi nó bị ọt thở ghê mình thấy dừng ai phở chạy bạn đi enter tọa máu rotate và tọa máu dừng vay mum bìa tạm bích mum và cho vì sọp chế về mum zone này và dừng đã mum zone tiếp bị ọt chân nhỉ chẳng dừng đã mùi enter và tọa máu sẽ lấy cái lửa hụt nắng và chẳng về nghiệm mình tích mùi để cái thể và chẳng về nó mới thoảng trẻ dương bị chào thế mà đó về chứng tới dương ai phờ vị thi năng bàn và phần tái vị thi đã thử nú dương chăm thường trẻ và vị thi không cao vô 3D maintain nú cái thường trẻ đi nó không lê áo và chẳng bây dương châu tới cơ nhục mai chẳng dương đô bò vi và đây dương đại trong cổ đại vía thấy không cao vô để sát dương đại trong nội vía zoom vào vía chẳng là lấy nhầm đồ bò vía đã bò đi chỗ và chẳng dương chỗ tới không lê áo vĩnh dương khơi nhai về miền bò chẳng là lấy và lấy những đó để đồ bò xanh thì về cầm máy và đã bò sò và hiện đi đã bò kêu cho và bây giờ số mờ chẳng không cao bò xây đế dương mà bò không đi vinh và chẳng nhung cho vì đó từ lửa vía và tỏ máu nhâm zoom về mặt sát mà phần là nhâm trong bàn máu rồi bây giờ chọn zoom mặt sát dương dịch enter w enter dương sẽ lệch về mà phần này máu này và tỏ bàn phần năng hỏi dương chụp zoom về dương cho cái này đi chả sao về và cái này dương chả sao ấy zoom ấy còn lại bàn này chắc dương cho trình khéo mình hay và tỏ máu nhâm cho cái đàm bùa đi al enter và DL enter muối phí nhưng tiền máu và tiết DL tiết và hay lấy vía ở thời và lấy vía bị tranh chân chẳng lợi nhưng cũng một tiết và to một tiết nhưng qua phải cho DL enter và chụp lại ní nhưng chụp lại ní và còn cao qua suy đi lấy vía bị tranh chân này và to một tiết nhóm khơi thá so nó tùi chấn đi enter vô modify vô fit ní là nhóm đã thả pi cho ok set current
close បាទយើងធំជាងមុនតិចអញ្ចឹងឥឡូវយើងមកមើលនៅក្នុង model យើងបាទជុំយើងនេះអានេះវាបាទ39 53 26អញ្ចឹងកម្ពស់នេះ21បាទអញ្ចឹងយើងកែវាមកបាទអញ្ចឹងអានេះខ្ញុំ double click បាទខ្ញុំវាយលេខ53ហើយខ្ញុំលុបផ្ទុយវាចោលបាទទៅមកនេះអានេះ26លុបផ្ទុយវាចោលបាទបន្ទាប់មកនេះនៅប្រមាណ21លុបផ្ទុយវាចោលបាទហើយក្នុងការនេះយើងឃើញអក្សរវាបដេកជាមួយខ្ញុំធ្វើម៉េច D enter បាទយក modify បន្ទាប់មកយកពាក្យថា horizon បាទយើងយក horizon ថាឲ្យវាបដិជានិច្ចបាទឲ្យវាបដិជានិច្ចបាទហើយអូខេបន្តមកទៀត set current close បាទអញ្ចឹងអក្សរវានេះឈប់ថងឡើងលើដោយសារយើងយក horizon បាទបន្តមកទៀតយើងឃើញសញ្ញាវាប្រឆិតបន្តមកទៀតយើងឃើញសញ្ញាវា dimension វាប្រឆិតយើងធ្វើម៉េចបាទយើងប្រើ DED បាទ DED enter បន្តមកទៀត oblique បាទ oblique ហើយ select ទៅលើ object ដែលយើងចង់ធ្វើហ្នឹងបន្តមក enter បន្តមក270បាទ270គឺវាត្រង់ចុះទៅក្រោមបាទ enter បាទចុះអានេះបាទអានេះវិញ DED enter oblique ចឹងទៅដែរ select លើវាឥឡូវបើយើងចង់270ក៏ដែរវាត្រង់ចុះក្រោមអញ្ចឹងឥឡូវអត់ទេយកដក30បាទ enter ដក30 enter បាទអននេះក៏អញ្ចឹងដែរដល់ឥឡូវដូចជាអានេះថា D enter ឥឡូវ D AL enter 1 2បាទប៉ុន្នេះកម្ពស់វា20មិន21ទេកម្ពស់វា 16.7 បាទអញ្ចឹង 16.7 បាទលុបចោលហើយចេះ DED enter oblique select លើវាបាទ enter 150 enter បាទមិនបានខ្ញុំដឹង150បាទខ្ញុំអាសាគូវាខ្ញុំធ្លាប់គូវាច្រើនបាទអញ្ចឹងឥឡូវយើងថាមិនបានខ្ញុំដឹងអញ្ចឹងឥឡូវ C enter បាទនេះ C enter នេះខ្ញុំចុចចំកណ្ដាលនេះមួយបាទបន្ទាប់មកខ្ញុំវាស់ឥឡូវ XL enter H enter នេះបន្ទាប់ដេកមួយ horizontal បាទយើងវាស់មុំនេះពីនេះបាទមុំនឹងមកមុំនឹងបាទហើយអញ្ចឹងយើងឃើញហើយឥឡូវខ្ញុំគូ L enter មួយបាទមកកន្លែងនេះចូលមកកន្លែងនេះខ្ញុំបន្លាយវាបន្តិចដើម្បីយើងសួរចុចខ្ញុំដោះ M3 ឬក៏ខ្ញុំ extrude វាក៏បានបាទបន្តមកទៀតខ្ញុំ L enter មួយទៀតខ្ញុំចុចកន្លែងនេះមកកន្លែងនេះហើយខ្ញុំលុបបន្ទាត់ដែលខ្ញុំប្រយោលនឹងចោលខ្ញុំចង់វាស់ឲ្យយើងមើលបាទអញ្ចឹងបន្តិចបាទឥឡូវខ្ញុំវាស់ DAN enter នេះមុំនេះមកជាមួយបន្ទាត់នេះបាទនេះយើងឃើញ30នេះបាទ30ប៉ុន្តែ30វាទិសដៅប្រឆេះបាទបើទិសដៅប្រឆេះយើងដក30ហើយបើទិសដៅវាទៅនោះទិសដៅវាស្របយើង30គុតបាទអញ្ចឹងដល់ពេលនេះឧទាហរណ៍ថាយើងលុបទៅវាជាប់លេខចេះយើង zoom វាតិចទៅវាបាត់ហើយឥឡូវខ្ញុំលុបវិញខ្ញុំលុបវិញនេះឥឡូវយើងជាប់ទៀតហើយយើង zoom មានទៅបាត់ហើយអញ្ចឹងអានេះមិនក៏ថា270បាទC enter ដើម្បីខ្ញុំបាទឥឡូវបាច់យើង C enter ក៏បានដែរ HL enter H enter បាទអញ្ចេះក៏បានដែរបាទអញ្ចឹង270ឥឡូវយើងវាស់មុំនេះមក L enter បាទត្រង់ចេះបាទនេះ L enter ត្រង់ចេះមកយើងវាស់មុំនេះ DAN enter នេះ1នេះ2បាទ90ប៉ុន្តែ90ទិសដកបាទទិសដក90ទិសដកអានេះបើយើងវាយដក90អត់ចេញទេបាទយើងគិតចេះអានេះមកចេះ90នេះមុំ100ម៉ែត្រអានេះមុំ270បាទ
chẳng tới sập lại ní vì phải che vĩnh chẳng vì pi ở chật mông pi ở chật bà nhưng lục tứ vì xó dương thường trẻ tọa mò ní mà rồi hà dương vua từ đồn chẳng tới chạy nhảy bà chẳng anh ấy vì thi vua này không 3D và nó là nhầm lục anh đang chào mình bà bạch lục cháu của bạn này vì bắt qua đâu cả lục chẳng dương anh qua phải to tiệt bán được phở vì thi sang mình nâng chẳng một tiết đôi chị anh đi và DAL Inter và bánh dương bị trôi trẻ và muối phí dương bị trôi khá trẻ lớn DAL Inter phải muối Inter và tỏ máu AL Inter anh ấy vô trong nội tí muối anh ấy trong nội tí phí anh ấy trong nội tí bấy anh ấy nội tí buồn là lạnh bía và còn một tiết Inter cho món và Inter tiết và chân vía tới khỏi và về tới khỏi cọp này không chứ dương bu vì tranh kéo mà âm Inter em bảy phóng và vì tranh trẻ có tỏ một tiết dương âm ai các bạn âm ai Inter mirror vía dây Inter và này là lục là chặt cháu âm Inter bu vía mà đặt lại đi bạn chấn ở lưới có pe cả này dương cài soi phải cho hối giờ có ai khơi lại như phải cho ban này chấn là nắng vì thi bọn này không 3D